បាទសួស្តីម្ដងទៀតបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់បង្រៀនបងប្អូនទាំងអស់គ្នាឲ្យចេះរៀបចំ folder ឲ្យបានត្រឹមត្រូវមុនពេលដែលយើងយកទៅប្រើប្រាស់នៅក្នុងកម្មវិធី Adobe Premiere Pro ពីព្រោះបងប្អូននឹងដឹងថាវាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការដែលយើងកំណត់វាឲ្យបានត្រឹមត្រូវមុនពេលដែលយើងចាប់ផ្ដើមផលិតវីដេអូអ្វីមួយទី1បងប្អូនត្រូវមាន folder របស់វាឲ្យបានត្រឹមត្រូវថាតើបងប្អូនយកវាទៅទុកនៅទីណាអញ្ចឹងសម្រាប់ឧទាហរណ៍ដំបូងខ្ញុំដាក់ថា example ចុះនៅក្នុង folder នេះនៅពេលដែលយើងមុននឹងធ្វើវីដេអូអ្វីមួយគឺបងប្អូនតែងតែទៅយកនៅវីដេអូរូបថតឬក៏សំឡេងអីផ្សេងដែលបងប្អូនមានដែលបងប្អូនថតខ្លួនឯងឬក៏បងប្អូនយកពីប្រភពអីផ្សេងយកមកដើម្បីដាក់ប្រើប្រាស់ទៅលើកម្មវិធី Adobe Premiere Pro ដើម្បីផលិតជាវីដេអូណាមួយទៅតាមការចង់បានរបស់បងប្អូនអញ្ចឹងនៅក្នុងនេះសម្រាប់ដំបូងគឺយើងត្រូវមាន folder មួយសម្រាប់ប្រសិនបើបងប្អូនមាននៅសំឡេងក៏ដូចជាភ្លេងក៏ដូចជាសំឡេង sound effect ឬក៏សំឡេងរបស់បងប្អូន voice ខ្លួនឯងផ្ទាល់បងប្អូនអាចដាក់ជា folder មួយដាក់ឈ្មោះថា audio បាទអញ្ចឹងនៅក្នុងនេះបងប្អូនអាចបង្កើតទៅជា folder ផ្សេងមួយទៀតដាក់ឈ្មោះថា music background បើសិនបើបងប្អូនចង់ផលិតវីដេអូហើយដាក់ប្រភេទភ្លេងពីក្រោយតមកទៀតបងប្អូនអាចបង្កើតទៅជា folder ផ្សេងមួយទៀតនៅក្នុងការដែលបងប្អូនងាយស្រួលនៅក្នុងការគ្រប់គ្រងគឺ sound effect ករណីនេះបើសិនបើបងប្អូនចង់បន្ថែមដើម្បីមានភាពតាក់ទាញបានបន្តមកទៀតបើសិនបើបងប្អូនមានគឺដូចជាសំឡេងអីផ្សេងដែលបងប្អូនចង់យកមកដាក់តែបងប្អូន voice វាចូលមកឬក៏យ៉ាងណាបងប្អូនអាចដាក់បានអញ្ចឹងនៅទីនេះគឺអ្វីដែលជាតម្រូវការជាក់ស្ដែងនៅក្នុងការកាត់តវីដេអូវាតែងតែមានភ្លេងតែងតែមានសំឡេង effect ផ្សេងក៏ដូចជាសំឡេងបងប្អូន voice នៅក្នុងហ្នឹងអញ្ចឹងយើងបញ្ចប់គឺយើងត្រឡប់វកក្រោយមកវិញនេះគឺជា folder សំឡេងគឺវាមានធាតុផ្សំទាំង3ហ្នឹងសម្រាប់ខ្ញុំតែបងប្អូនមានអ្វីផ្សេងទៀតបងប្អូនអាចបង្កើតខ្លួនឯងបានតមកយើងមាន folder មួយទៀតគឺសម្រាប់ដែលយើងទុកនៅវីដេអូដែលយើងមានបាទបងប្អូនអាចរកវីដេអូពីណាមកឬក៏បងប្អូនថតបងប្អូនយកមកដាក់នៅទីនេះហើយបើសិនបើបងប្អូនថាមានវីដេអូ original បងប្អូនអាចដាក់បានឬក៏បងប្អូនថតវីដេអូផ្សេងគឺដាក់ចូលក្នុងនេះមកប៉ុន្តែបើករណីបងប្អូនមានវីដេអូផ្សេងពី website ឬក៏បងប្អូនយកអំពីបណ្ដាញសង្គមផ្សេងបងប្អូនអាចដាក់បានដូចគ្នាចំណុចនេះគឺងាយស្រួលដល់បងប្អូននៅពេលបងប្អូនធ្វើការផលិតវីដេអូគឺបងប្អូនអាចទៅរកតាម folder នីមួយៗដែលបងប្អូនបានដាក់ហើយមើលមកមានរបៀបរៀបរយល្អហើយនៅពេលដែលយើងកាត់តគឺយើងអត់មានភាពរញ៉េរញ៉ៃច្រើនហើយបន្តមកទៀតគឺយើងនៅពេលដែលយើងផលិតវីដេអូអ្វីមួយគឺតែងតែមានរូបថត logo ឬក៏អ្វីផ្សេងបងប្អូនអាចយកមកដាក់ទីនេះបានអញ្ចឹងនៅកន្លែងនេះយើងដាក់ថាខ្ញុំដាក់ថា graphic ចុះអញ្ចឹងនៅក្នុង graphic នេះបើសិនបងប្អូនមានរូបថតបងប្អូនដាក់រូបថតមកបាទបង្កើតជា folder រូបថតបើសិនបងប្អូនមាននៅ logo បងប្អូនដាក់ logo ចូលមកឬក៏បងប្អូនមាននៅការ design ពី Photoshop ឬក៏ Illustrator បងប្អូនអាចដាក់ចូលក្នុងនេះបានអញ្ចឹងនៅទីនេះបងប្អូនអាចដាក់ថា design ឬក៏អីផ្សេងទៅអញ្ចឹងនៅពេលដែលយើងកំណត់របៀបនេះគឺងាយស្រួលពេលដែលបងប្អូនបើកចូលមកគឺបងប្អូនដឹងថាយើងទុកវានៅកន្លែងណានៅពេលក្រោយបើសិនបើបងប្អូនទៅតែផលិតវីដេអូដំបូងមិនទាន់មានចំនួនច្រើនទេគឺអត់បញ្ហាទេបងប្អូនអាចដាក់ទីណាក៏បានប៉ុន្តែបើសិនបើបងប្អូនមានវីដេអូច្រើនទៅរហូតដល់រាប់រយគឺបងប្អូនពិបាកនៅក្នុងការស្វែងរកវានៅប្រភពហើយនៅពេលដែលយើងត្រូវការកែប្រែវានៅពេលក្រោយគឺវាអាចនឹងផ្ដល់ឲ្យយើងនៅភាពលំបាកបាទតបមកទៀតគឺបងប្អូនត្រូវតែមាន folder មួយដាក់ឈ្មោះថា Premiere
profile សម្រាប់គ្រប់គ្រង file របស់យើងពេលក្រោយពេលយើងត្រូវការគឺយើងចូលមកក្នុងនេះយើងគ្រាន់តែបើកវាទៅគឺវា link ចូល auto ទៅកាន់កម្មវិធី Premiere Pro ហើយបាទបន្ទាប់មកយើងមិនភ្លេចទេនៅពេលដែលយើងផលិតវីដេអូចប់តើយើងយកវាទៅទុកនៅកន្លែងណាអញ្ចឹងសម្រាប់ខ្ញុំដាក់ folder មួយគឺដាក់ថា done ពេលដែលយើងផលិតកាត់តវីដេអូនឹងចប់សពគ្រប់ហើយគឺបងប្អូនត្រូវការ export វីដេអូនឹងចេញយកមកទុកនៅខាងក្រៅគឺបងប្អូនត្រូវតែដាក់នៅក្នុង folder done នេះដើម្បីឲ្យបងប្អូនអាចងាយស្រួលនៅក្នុងការចូលមើលនៅពេលក្រោយដូច្នេះនេះគឺជាអ្វីដែលត្រួសតែខ្ញុំតែងតែធ្វើកន្លងមកហើយវាបានផលហើយងាយស្រួលសម្រាប់ខ្ញុំនៅក្នុងការគ្រប់គ្រង project របស់ខ្ញុំ